ដល់នៅអាងស្តុកកំពីងពួយហើយដែលស្ថិតនៅក្នុងខេត្តបាត់ដំបងចឹងខ្ញុំបងប្អូនខ្ញុំនឹងផ្តិតជារូបភាពដើម្បីឲ្យបងប្អូនទស្សនាដែលនៅតំបន់ខាងកំពីងពួយនេះតើគេអាប់ដេតដល់ណាហើយមានអីគេខ្លះជាបើយើងមើលទៅលើផ្លូវឃើញគេមានអាប់ដេតទៅលើមានថែមកញ្ចក់ថែមអីចឹងណាបងប្អូនហើយគេមានជួសជុលតឡើងអីជាច្រើនឥឡូវនេះគឺមេកំពុងភ្លៀងដែរដែលយើងថតបដាភ្លៀងបដាដឹងមិនម៉ែទេបងប្អូនឃើញនៅនេះគេមានជួសជុលច្រើនមែនតើបងប្អូនស្នាអញ្ចឹងគឺឃើញកំពុងធ្វើការឋានថ្មីសម្រាប់នៅអាងស្តុកកំពីងពួយនេះហើយបើឃើញមើលទុករបស់យើងវិញឃើញអត់មានអ្នកដែលគាត់បើកស្មាច់ទៀតទេឃើញមានតែកន្លែងលក់អីតាមដងផ្លូវនឹងចឹងតែឥឡូវមេឃភ្លៀងហើយតើយើងគួរចូលកញ្ចោះដែរឬទេនោះអ្នកទាំងអស់គ្នាឃើញនៅខាងមុខវាមានគេបើកទុកដែរតែគេមើលទៅដូចគេនេសាទត្រីអញ្ចឹងណាបងប្អូនហើយនៅមជ្ឈូនេះបើយើងជិះទៅវានៅឆ្ងាយទៀតនេះអ្នកទាំងអស់គ្នាអញ្ចឹងពេលនេះដែរគឺមេឃភ្លៀងហើយតើយើងទៅខាងណាដែរចូលកញ្ចោះសិននេះហើយយើងជីកតស្អាតអត់ចុំអានេះវាដល់នោះទៀតណាមិនទូចទេណាអូនអានោះស្មៅដោះតែឯងថត selfie ដាក់យើងមកចុចកាមេរ៉ាបែរមុខអានេះចេះអត់ឃើញទេនៅទៅចុច gimbal នេះចុចចង់ថតមកយេហៀលអត់ជីកតាភ្លៀងសំខាន់អានេះមានអានេះយើងអង្គុយស៊ីបាយអូខេຕົកចោលបាក់អង្គុយអត់ដាក់តែសុភាពវិញតែសុភាពស្អាតជាងកុំឆ្លងខ្ញុំហៅបាយហីអង្គុយកញ្ចោះហ៊ានអង្គុយកញ្ចោះមិញអត់ចាំស៊ីបាយហើយចាំច្រឡំចាំញ៉ាំបាយហើយចាំយើងថតទៀតឥឡូវជីមកជុំនោះសិនហើយចាំបកមកវិញគេតោះយើងតទៀតឆ្ងាយផ្លូវដល់ឆ្ងាយដែរជីឡើងចិត្តអស់សាំងហើយចាក់2លីត្រកាន់មេឃវាភ្លៀងទេណាអនឡាញគេអង្គុយថតយកអានេះមានបោះតង់
វាស្អាតឃើញឥឡូវគេលក់អីនៅនេះច្រើននេះមានទាំងមឹកអាំងអីទៀតនេះហាងមីសាផ្ទះផ្អែមអីហើយគេចោះធ្វើអីពេញហ្នឹងប៉ុន្តែឥឡូវដូចរៀងស្ងាត់អត់សូវឃើញគេល្បីដូចលើកមុនទៀតទេលើកមុនប្រហែលថ្ងៃអាម៉ារយៈគេសម្បូរអ្នកមកហ្នឹងល្ងាចឡើងដឹងតែមនុស្សពេញហើយតែឥឡូវដូចឮថាគេឈប់អត់សូវមកទេដោយសារគេឆ្លុះគ្នាវាយគ្នាមិនតិចយើងជ្រោកសិនកុំឲ្យសាំកាមេរ៉ានេះគឺជាសកម្មភាពញ៉ាំបាយដកកំសត់នៅអាងកំពីងគួយជាមួយ stick shoot អូមុខដូចប្រេតស៊ីនំនេះតិចទៀតយើងទិញទឹកហីមើលកន្លែងណាដែលអាចទិញទឹកបានយើងជិះពីបាត់ដំបងមកភ្នំអាងកំពីងពួយហ្នឹង30គីឡូ35ហើយបើយើងគិតជាម៉ោងវាទុំ1ម៉ោងយើងហាត់ចេញជិះវែងផ្លូវហ្នឹងសាហាវនេះទឹកសុទ្ធយកទឹកសុទ្ធពី10បងសាហាវលើកដាច់តែយើង let's go Mitali cuma pengen you majak menecura rasa you ត្រង់ឈីដល់នោះទៀតវានៅឆ្ងាយទៀតធំឆ្ងាយដែរណាមិនលេងអីដោះមុខលះហើយ Hello xin thu bi zin zin mình bà tranh bầu mơ tới tranh nhà phê nó cùng ấy với bạn sao bạn nhà phê nó lại hiền mà nên nó miên cái nơi trá nó nè chua nó miên từng on nè ta là biết đây bó kê nó cứ nơi là biết đây tia chứ vì ưu tiên họ dân sang xong ấy chẳng có việc mòm đầy để xa đây nó việc chia là hô ta ta bật xong ta tù chứ ta chơi để ấy là nó ngọt ấy để nói ta xong ta mò tự đó nó cái miếng iPod tự đó nó tiện được
អត់ដឹងទេចេះជីទៅនេះខាងមុខវាមានផ្លូវទៅទៀតណាដោយសារតែខ្ញុំអត់ស្គាល់ផ្លូវខាងហ្នឹងទេប៉ុន្តែបើនិយាយពីទេសភាពវិញអូខេអែមគឺស្អាតមែនតើទាំងមានទឹកមានអីច្រើនហើយផ្លូវអីយើងស្អាតជាងជិះមកសប្បាយតែវានៅដល់ផ្លូវខាងនោះវារៀងឆ្ងាយហើយសម្រាប់នៅនេះវាមានកញ្ចុះខ្លះគេលក់អីញ៉ាំនៅហ្នឹងតែកញ្ចុះខ្លះទៀតគឺយើងចូលបានអត់អីទេអត់គិតលុយទេសម្រាប់ផ្លូវខាងមុខនោះខ្ញុំអត់ដឹងថាគេជិះទៅដល់ណាទៀតទេដោយសារខ្ញុំអត់សូវស្គាល់ពីភូមិសាស្ត្រនៅខាងនេះប៉ុន្តែឃើញគេបានរៀបចំជាបកគោលពណ៌ខៀវដាក់ឲ្យយើងជិះស្រួលមែនតើហើយមើលរចនាផ្លូវរបស់គេគឺស្អាតល្អមើលទៅcool ហ្មងវាអត់ដូចលើកមុនណាការលើកមុនគឺគេអត់តរៀបចំស្អាតឥឡូវគេអភិវឌ្ឍស្អាតមែនតើហើយនៅខាងឆ្វេងដៃរបស់យើងក៏មានអាងកំពីងពួយវាធំវាមានអាកដប់នោះជារូបភាពទៀតនេះវាមានជានេះឲ្យយើងស្អាតណាស់បងអូននេះវាមានអាដុំអាកោះទូចតែក្នុងហ្នឹងឃើញមានឈូកដោះនៅពីលើអាហ្នឹងខ្ញុំអត់ដឹងតែគេហៅអីទេតែឃើញមានទាំងឈូកមានទាំងអីទៀតច្រើននេះអ្នកទាំងអស់គ្នាឃើញហ៎អាដុំពុកទូចហ្នឹងណាវាមានដើមឈូកអីនៅហ្នឹងអនសាក់ search អ៊ីនធឺណិតមើលនៅនេះគេហៅភ្នំអីគេគឺនេះគេមានកន្លែងចោះទៅបានតាតែយើងហ៊ានចោះដោយសារវាចោតដល់គេជិះតាមផ្លូវណាយេយើងជិះដល់ភ្នំហើយចឹងតើបាននៅនេះឃើញមានផ្ទះគេច្រើនជុំនៅនេះមានកាហ្វេឈៀលកាហ្វេទៀតទៅណោជិះបុកភ្នំហីមែនទេនេះជិះតាមផ្លូវណាដល់នេះផ្លូវក្រហមបណ្ដោយអស់ហើយនឹងគឺជាភ្នំហ្នឹងឯងយើងមានតែត្រឡប់ទៅវិញមេឃនេះដូចអត់ស្រួលសោះមេឃរោភ្លៀងទៀតហើយអត់នេះនៅផ្ទះដែលមានលក់អីវ៉ាន់នៅគៀនចេះអីលក់ដាច់ហ្នឹងព្រៃកន្លែងនេះគេឧស្សាហ៍មកលេងហើយខាងនេះវាមានផ្លូវចោះទៅណាទៀតនេះមានផ្លូវទូចល្មមមើលភ្នំនៅខាងនោះឡើងខៀវស្ងាត់
កំពីងពួយទៅវិញណាអាកំពីងពួយ Bye see you later អាងកំពីងពួយហ្នឹងដឹងប្រវត្តិមកពីណាអត់គឺខ្មែរយើងអ្នកធ្វើការសម័យប៉ុលពតណាសម័យប៉ុលពតហ្នឹងដូចមានគេឲ្យខ្មែរយើងហ្នឹងអ្នកជីកអាហ្នឹងខ្លួនឯងណាមិនវាកើតមកឯងចេះណាអាងតែកំពីងពួយហ្នឹងណាគឺធ្វើដោយដៃណាហើយភាគច្រើនពេលដែលគាត់ធ្វើហើយហ្នឹងអ្នកខ្លះក៏រមអត់បានហូបអីក៏កើតមិនហូបអីអត់កើតទេគាត់បានរបបអាហារតិចតួចកាលសម័យប៉ុលពតពេលមានករណីហ្នឹងគឺជួនកាលបានតែបបរមួយចានហើយធ្វើពីព្រឹកដល់ល្ងាចគិតមើលអស់កម្លាំងប៉ុណ្ណាហើយអានេះធំចង់ងាប់គិតមើលថាមនុស្សប៉ុណ្ណាដែលគេមកធ្វើអានេះចំណាយពេលយូរប៉ុណ្ណាកម្លាំងមនុស្សប៉ុណ្ណាដែលជីកបានច្រើនធំអញ្ចឹងណាចឹងខ្មែរយើងគាត់ធ្វើអីមួយចាស់ធ្វើមកគឺបានផលដ៏ស្អាតហ្មងដូចមើលប្រាសាទនៅសៀមរាបអីចឹងណាឃើញមកស្អាតអត់ឃើញមាំអត់ឃើញដល់កូនដល់ចៅប្រហែល100ឆ្នាំអីអត់តបានវាអត់តិចទីវាខូចខាតដែរតែវាខូចខាតដែលយើងអាចនៅមើលជាទម្រង់វាបានណាចឹងអាហ្នឹងវាធ្វើដោយដៃមែនប៉ុន្តែចាស់ពីដើមគឺគាត់របៀបធ្វើអីមួយគាត់ផ្ចិតផ្ចង់គាត់មិនមែនចេះធ្វើតែរួចពីដៃដល់ក្មេងៗយើងសម័យ Gen Z ឥឡូវដឹងប្រយ័ត្នទី1ខ្ជិលទី2ល្អូច្រើនម៉ែអីនិយាយអីហ្នឹងលេងស្ដាប់អស់ហើយមានតមាត់ថែមហើយអីតិច depression អីគេជួបប្រវាអីគេដល់ថ្នាក់ស្លាប់ខ្លួនអីចឹងក៏មានដែរនេះគេរត់ត្រីអត់ក៏ប៉ុតទឹកហ្នឹងនេះដែរហ្នឹងនោះតែរត់ត្រីគេដែរឡើយក៏ប៉ុតទឹកនេះគេលេងបានតែលើកមុនណាកាលមុនចាស់ឧស្សាហ៍មកហ្នឹងគឺគាត់មកស្ទូចត្រីមកលេងទឹកនៅហ្នឹងឯងមករត់ត្រីអីនៅហ្នឹងឯងហើយនឹងជីកទូកមានស្មាច់នៅឃើញទូកខាងដំបងខាងមុខនោះមានគេទូកមកគេចុកគេជិះជុំវិញកន្លែងហ្នឹងហើយគេមកវិញតែឥឡូវដូចអត់សូវឃើញមានអ្នកជិះដោយសារអត់គេឈប់សម្បូរអ្នកនិយមជិះតែដឹងនេះទុកអីគេទុកចោលជាក់ស្រួលណាតែមកវិញឡើងខ្មៅមានលក់ទាំងបើដែរតាទុកគេដាក់2 3ចោលបាទទុកនោះដឹងតែមិនហ៊ានជីទេវាចាស់ពេកកាលមុនឈើជិះមកធ្វើការចោះទីផ្សារមានណាជិះឡានមួយក្រុមការងារបែកកង់ឡានត្រក
មែនបែកកង់ឡានមានណានាំគ្នាអង្គុយលេងឡើងឈៀលហើយមិនតិចស្រួលណាពេលហ្នឹងណាហើយដឹងចាំដល់ម៉ោងប៉ុន្មានឡើងយប់តរំរោជាងបានណាព្រៃនៅម្ដុំនេះរៀងពិបាករោជាងអញ្ចឹងទៅរោជាងតតែជិះម៉ូតូទៅហៅជាងនៅខាងមុខកន្លែងផ្លូវយើងឡើងដំបងហ្នឹងហ៎អញ្ចឹងមកបានជាងមកហើយដល់ពេលមានអីចាំយូរពេកនាំគ្នាអង្គុយឈៀលលេងញ៉ាំប៊ីយ៉ាដល់អស់ម្នាក់មកកំប៉ុងហើយញ៉ាំម្ជូរញ៉ាំអីទៀតឡើងចង់រីអាទៅគេសង់អាគេចោះនឹងទៀតអញ្ចឹងផ្ទះមួយគេសង់កញ្ចោះនឹងមួយតែដឹងគ្រប់មុខផ្ទះហើយមានកញ្ចោះទាំងអស់អញ្ចឹងគេអាចលក់ដូរបានណាអ្នកដែលមានផ្ទះនៅនេះមានអីចំណេញដែរចង់លក់ដូរក៏បានចង់រោត្រីក៏បានបើប៉ាអូនឯងមកនៅនេះអីសុបាយចិត្តងាប់ហ៎មែនអត់ចិត្តរោត្រីវ៉ាវទឹកល្វឹងល្វើយបើសិនជាខែភ្លៀងខ្លាំងអីវាឡើងជាងនឹងទៅដឹងនេះឃើញទឹករៀងឡើងមែនអត់តែនៅកំពង់ពួយនេះសង្កេតឃើញអត់ជនជាតិបរទេសអត់ដែរមកទេវាឆ្ងាយពីច្រើនជនជាតិបរទេសពេលមកលេងបាត់ដំបងទៅលេងនៅណាភ្នំសំពៅនៅជីណូរីទៅកន្លែងណាទៀតតែប៉ុណ្្នឹងឯងមែនអត់ដូចអត់ដឹងថាមានអីមកទៀតទេប៉ុន្តែបើសិនជាគាត់មកមើលកន្លែងនេះគាត់នឹងមានអារម្មណ៍ថាវាផ្សេងហើយនឹងកន្លែងមួយទៀតឯកភ្នំក៏ឃើញជនជាតិគេទៅដែរប៉ុន្តែបឹងរលូសហ៎បឹងរលូដែលបកាថ្មីហ្នឹងអត់ដែលឃើញជនជាតិទៅទេហើយតែសភាពវាបែបចឹងដែរស្អាតណាស់ហើយយើងជិះកាច់ទៅអាផ្លូវបត់ខាងនោះតិចវាមានកន្លែងយើងអង្គុយលេងណាប៉ុន្តែតោះត្រង់មានក្មេងស្ទាវតិចឥឡូវអស់ហ่ะនេះគេចោះយើងអង្គុយមិញហីគេដាក់កញ្ចក់2 3សង្ស័យគេធ្វើហ្នឹងទុកឲ្យអ្នកដែលគេមកលេងអង្គុយលេងតែដឹងបានគេធ្វើកញ្ចក់ច្រើនអានេះសាចកអូដឹងចកហ្នឹងគេយកចិញ្ចឹមត្រីអត់បងចង់បានដែរទៅច្រកយកទៅទុកដាក់ចិញ្ចឹមត្រីហើយបងថាបងចង់សំទៅទិញត្រី7ពណ៌រកផ្លូវចោះយកបន្តិចហីទេតែដល់ពេលចុះទៅខ្លាចជាប់ហុកហ្នឹងអាចកហ្នឹងវានៅរៀងឆ្ងាយដែរគេនោះវាឃើញដីផុកអាហ្នឹងតើយើងរកអាអីត្រង់នេះទៀតត្រី7ពណ៌វាតនៅក្រោមចកបានវានៅបានសុកដោយសារអីវាត្រជាក់អាចកហ្នឹងដូចមកលុបដូចដើមឈើអញ្ចឹងណាដើមឈើយើងនៅដើមឈើអាហ្នឹងមកលុបយើងត្រីចកមកលុបបោះត្រីចឹងក៏ពិតគេភិកច្រើនគេមកយកចកនៅនេះដឹងតែនៅក្រុងអីគេទៅយកចកនៅណាដឹងចឹងណែដឹងថាកន្លែងណាលក់ត្រី7ពណ៌ត្រី7ពណ៌មួយថ្លៃដែរគេលក់មកក្របវាដឹងប៉ុន្មានអត់4000មកមើលវីដេអូតែអត់ដឹងថាអាត្រីហ្នឹងវាពូជអីគេអញ្ចឹងបានវាតម្លៃថ្លៃបិទកាមេរ៉ា